ជំពូកទី8ថ្មីអំពីព្រឹទ្ធសភាមាត្រា99ថ្មីព្រឹទ្ធសភាជាអង្គការដែលមានអំណាចនីតិបញ្ញត្តិហើយបំពេញភារកិច្ចរបស់ខ្លួនដោយបានកំណត់ក្នុងរដ្ឋធម្មនុញ្ញនិងច្បាប់ជាធរមានព្រឹទ្ធសភាមានចំនួនសមាជិកយ៉ាងច្រើនស្មើនឹងពាក់កណ្ដាលនៃចំនួនសមាជិករដ្ឋសភាទាំងមូលសមាជិកព្រឹទ្ធសភាត្រូវចាត់តាំងខ្លះនិងត្រូវជ្រើសតាំងដោយការបោះឆ្នោតអសកលខ្លះសមាជិកព្រឹទ្ធសភាអាចត្រូវបានចាត់តាំងនិងជ្រើសតាំងសារជាថ្មីបានអ្នកដែលមានសិទ្ធិឈរឈ្មោះជាបេក្ខជនព្រឹទ្ធសភាគឺជាប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែលមានសិទ្ធិបោះឆ្នោតមានអាយុយ៉ាងតិច40ឆ្នាំមានសញ្ជាតិខ្មែរតាំងពីកំណើតមាត្រា100ថ្មីសមាជិកព្រឹទ្ធសភាចំនួន2រូបត្រូវបានចាត់តាំងដោយព្រះមហាក្សត្រសមាជិកព្រឹទ្ធសភាចំនួន2រូបត្រូវបានរដ្ឋសភាជ្រើសតាំងតាមមតិភាគច្រើនដោយព្រៀបរីឯសមាជិកព្រឹទ្ធសភាឯទៀតត្រូវបានជ្រើសតាំងដោយការបោះឆ្នោតអសកលមាត្រា101ថ្មីការរៀបចំបែបបទនិងការប្រព្រឹត្តទៅនៃការចាត់តាំងនិងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាព្រមទាំងការកំណត់អំពីអ្នកបោះឆ្នោតអង្គបោះឆ្នោតនិងមណ្ឌលបោះឆ្នោតត្រូវចែងក្នុងច្បាប់មួយមាត្រា102ថ្មីមួយនីតិកាលរបស់ព្រឹទ្ធសភាមានកំណត់6ឆ្នាំហើយត្រូវផុតកំណត់នៅពេលដែលព្រឹទ្ធសភាថ្មីចូលកាន់តំណែងក្នុងពេលមានសង្គ្រាមឬក្នុងកលៈទេសៈពិសេសដទៃទៀតដែលមិនអាចធ្វើការបោះឆ្នោតកើតព្រឹទ្ធសភាអាចប្រកាសបន្តនីតិកាលរបស់ខ្លួនមួយដងបានមួយឆ្នាំតាមសំណើរបស់ព្រះមហាក្សត្រការប្រកាសបន្តនីតិកាលរបស់ព្រឹទ្ធសភាត្រូវសម្រេចដោយមតិយល់ព្រម2/3យ៉ាងតិចនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូលក្នុងកលៈទេសៈដោយបានរៀបរាប់ខាងលើព្រឹទ្ធសភាប្រជុំរាល់ថ្ងៃជាប់ជាប្រចាំព្រឹទ្ធសភាមានសិទ្ធិសម្រេចបញ្ចប់កលៈទេសៈពិសេសខាងលើនេះកាលបើសភាពការអនុញ្ញាតប៉ុន្តែការសម្រេចបញ្ចប់កលៈទេសៈពិសេសដែលប្រទេសជាតិស្ថិតក្នុងភាពអាសន្នព្រឹទ្ធសភាត្រូវសម្រេចរួមគ្នាជាមួយរដ្ឋសភាក្នុងសមាជរដ្ឋសភាព្រឹទ្ធសភាវាលែងតែការអនុវត្តមាត្រា86នៃរដ្ឋធម្មនុញ្ញបើព្រឹទ្ធសភាមិនអាចប្រជុំបានទេដោយមូលហេតុចាំបាច់ជាអាចនៅពេលដែលកម្លាំងបរទេសចូលមកកាន់កាប់ទឹកដីការប្រកាសភាពអាសន្នត្រូវបន្តទៅមុខជាស្វ័យប្រវត្តិមាត្រា103ថ្មីអាណត្តិនៃសមាជិកព្រឹទ្ធសភាមានវិសាមិទ្ធភាពជាមួយការបំពេញមុខងារសាធារណៈជាសកម្មជាមួយមុខងារជាតំណាងរាស្ត្រនិងជាមួយមុខងារជាសមាជិកស្ថាប័នដទៃទៀតដែលមានចែងក្នុងរដ្ឋធម្មនុញ្ញមាត្រា104ថ្មីសមាជិកព្រឹទ្ធសភាមានអភ័យឯកសិទ្ធិសភាសមាជិកព្រឹទ្ធសភារូបណាក៏ដោយមិនអាចត្រូវបានចោទប្រកាន់ចាប់ខ្លួនឃាត់ខ្លួនឬឃុំខ្លួនដោយមូលហេតុពីបានសម្ដែងយោបល់ឬបញ្ចេញមតិក្នុងការបំពេញមុខងាររបស់ខ្លួនសោះឡើយការចោទប្រកាន់ការចាប់ខ្លួនការឃាត់ខ្លួនឬការឃុំខ្លួនសមាជិកណាមួយនៃព្រឹទ្ធសភានឹងអាចធ្វើទៅកើតលុះត្រាតែមានការយល់ព្រមពីព្រឹទ្ធសភាឬពីគណៈកម្មាធិការអចិន្ត្រៃយ៍របស់ព្រឹទ្ធសភាក្នុងចន្លោះសម័យប្រជុំនៃព្រឹទ្ធសភាវាលែងតែក្នុងករណីបទល្មើសព្រហ្មទណ្ឌជាក់ស្ដែងក្នុងករណីចុងក្រោយនេះក្រសួងមានសមត្ថកិច្ចត្រូវធ្វើសេចក្តីរាយការណ៍ជូនព្រឹទ្ធសភាឬជូនគណៈកម្មាធិការអចិន្ត្រៃយ៍របស់ព្រឹទ្ធសភាជាបន្ទាន់ដើម្បីសម្រេចសេចក្តីសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍របស់ព្រឹទ្ធសភាត្រូវដាក់ជូនសម័យប្រជុំសភាខាងមុខដើម្បីអនុម័តតាមមតិភាគច្រើន2/3នៃសមាជិកព្រឹទ្ធសភាទាំងមូលក្នុងករណីទាំងអស់ខាងលើនេះការឃុំខ្លួនការចោទប្រកាន់សមាជិកព្រឹទ្ធសភាណាមួយត្រូវផ្អាកប្រសិនបើព្រឹទ្ធសភាបានបញ្ចេញមតិឲ្យផ្អាកតាមមតិភាគច្រើន3/4នៃសមាជិកព្រឹទ្ធសភាទាំងមូលមាត្រា105ថ្មីព្រឹទ្ធសភាមានថវិកាស្វយ័តសម្រាប់ដំណើរការសមាជិកព្រឹទ្ធសភាត្រូវទទួលប្រាក់បំណាច់មាត្រា106ថ្មី2ព្រឹទ្ធសភាបើកសម័យប្រជុំដំបូង60ថ្ងៃយ៉ាងយូរក្រោយពេលបោះឆ្នោតតាមការកោះប្រជុំរបស់ព្រះមហាក្សត្រមុនចាប់ផ្ដើមការងាររបស់ខ្លួនព្រឹទ្ធសភាត្រូវប្រកាសសុពលភាពនៃអាណត្តិរបស់សមាជិកនីមួយៗនិងត្រូវបោះឆ្នោតជ្រើសរើសដាច់ដោយឡែកពីគ្នានៅប្រធានអនុប្រធានព្រឹទ្ធសភានិងសមាជិកទាំងអស់នៃគណៈកម្មការនានារបស់ព្រឹទ្ធសភាដោយមតិភាគច្រើនដាច់ខាតនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូលប្រធានព្រឹទ្ធសភាត្រូវបោះឆ្នោតជ្រើសរើសចេញពីសមាជិកព្រឹទ្ធសភាដែលមានសញ្ជាតិខ្មែរតែមួយគត់
សមាជិកព្រឹទ្ធសភាទាំងអស់ត្រូវធ្វើសច្ចាប្រណិធានមុនចូលកាន់តំណែងដោយមានខ្លឹមសារចែងក្នុងឧបសម្ព័ន្ធទី7នៃរដ្ឋធម្មនុញ្ញមាត្រា107ថ្មីព្រឹទ្ធសភាប្រជុំជាសាមញ្ញ2ដងក្នុងមួយឆ្នាំសម័យប្រជុំនីមួយៗមានធរវេលាយ៉ាងតិច3ខែបើមានសំណូមពរពីព្រះមហាក្សត្រឬសេចក្តីស្នើសុំពីនាយករដ្ឋមន្ត្រីឬពីសមាជិកព្រឹទ្ធសភាចំនួន1/3យ៉ាងតិចព្រឹទ្ធសភាកោះប្រជុំជាវិសាមញ្ញមាត្រា108ថ្មីនៅចន្លោះសម័យប្រជុំរបស់ព្រឹទ្ធសភាគណៈកម្មាធិការចន្ទ្រាយរបស់ព្រឹទ្ធសភារួមមានប្រធានព្រឹទ្ធសភាអនុប្រធានព្រឹទ្ធសភានិងប្រធានគណៈកម្មការទាំងអស់របស់ព្រឹទ្ធសភាមាត្រា109ថ្មីសម័យប្រជុំព្រឹទ្ធសភាត្រូវធ្វើនៅរាជធានីនៃព្រះរាជាណាចក្រកម្ពុជាក្នុងសាលប្រជុំរបស់ព្រឹទ្ធសភាលើកលែងតែមានការសម្រេចផ្សេងចុះក្នុងលិខិតកោះប្រជុំដោយកលៈទេសៈតម្រូវក្រៅពីករណីខាងលើនិងក្រៅពីកន្លែងនិងការប្រឆេទដែលកំណត់ក្នុងសេចក្តីអញ្ជើញការប្រជុំណាក៏ដោយរបស់ព្រឹទ្ធសភាត្រូវទុកជាខុសច្បាប់ហើយអាសាសូនពេញលក្ខណៈមាត្រា110ថ្មីប្រធានព្រឹទ្ធសភាដឹកនាំអង្គប្រជុំរបស់ព្រឹទ្ធសភាទទួលអាជ្ញាតច្បាប់និងសេចក្តីសម្រេចទាំងឡាយដែលព្រឹទ្ធសភាបានអនុម័តរ៉ាប់រងការអនុវត្តបទបញ្ជាផ្ទៃក្នុងរបស់ព្រឹទ្ធសភានិងចាត់ចែងការតាក់ទងអន្តរជាតិទាំងឡាយរបស់ព្រឹទ្ធសភាក្នុងករណីដែលប្រធានព្រឹទ្ធសភាមានធុរៈមិនអាចបំពេញមុខងារបានដោយហេតុមកពីមានជំងឺឬបំពេញមុខងារជាប្រមុខរដ្ឋស្ដីទីឬជាព្រះរាជានុសិទ្ធឬបំពេញបេសកកម្មនៅបរទេសអនុប្រធានព្រឹទ្ធសភាមួយរូបត្រូវទទួលភារកិច្ចចាត់ចែងការងារជំនួសក្នុងករណីដែលប្រធានឬអនុប្រធានព្រឹទ្ធសភាលាលែងពីមុខតំណែងឬទទួលអនិច្ចកម្មព្រឹទ្ធសភាត្រូវបោះឆ្នោតជ្រើសតាំងប្រធានឬអនុប្រធានថ្មីមាត្រា111ថ្មី2ការប្រជុំព្រឹទ្ធសភាត្រូវធ្វើជាសាធារណៈព្រឹទ្ធសភាអាចប្រជុំជាសម្ងាត់បានតាមការស្នើសុំពីប្រធានឬពីសមាជិកចំនួន1/10យ៉ាងតិចពីព្រះមហាក្សត្រពីនាយករដ្ឋមន្ត្រីឬពីប្រធានរដ្ឋសភាការប្រជុំព្រឹទ្ធសភានឹងយកជាការបានលុះត្រាតែមានគោរមលើសពី2/3នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូលសម្រាប់ការអនុម័តទាំងឡាយណាដែលតម្រូវឲ្យយកមតិភាគច្រើន2/3នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូលខគោរមលើសពីពាក់កណ្ដាលនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូលសម្រាប់ការអនុម័តទាំងឡាយណាដែលតម្រូវឲ្យយកមតិភាគច្រើនដោយប្រៀបឬយកមតិភាគច្រើនដាច់ខាតនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូលចំនួនសម្លេងដែលតម្រូវសម្រាប់រដ្ឋសភាអនុម័តយល់ព្រមហើយដែលមានកំណត់ក្នុងរដ្ឋធម្មនុញ្ញត្រូវយកមកប្រើសម្រាប់ព្រឹទ្ធសភាផងដែរមាត្រា112ថ្មីព្រឹទ្ធសភាមានភារកិច្ចសម្របសម្រួលការងាររវាងរដ្ឋសភានិងរាជរដ្ឋាភិបាលមាត្រា112ថ្មីព្រឹទ្ធសភាមានភារកិច្ចសម្របសម្រួលការងាររវាងរដ្ឋសភានិងរដ្ឋាភិបាលមាត្រា113ថ្មីព្រឹទ្ធសភាពិនិត្យឲ្យយោបល់ក្នុងរយៈពេល1ខែយ៉ាងយូរលើសេចក្តីព្រាងច្បាប់ឬសេចក្តីស្នើច្បាប់ដែលរដ្ឋសភាបានអនុម័តយល់ព្រមលើកដំបូងរួចហើយព្រមទាំងលើបញ្ហាទាំងពួងដែលរដ្ឋសភាបានដាក់ឲ្យពិនិត្យបើជាការប្រញាប់រយៈពេលនោះត្រូវបន្ថយមកនៅត្រឹមតែ5ថ្ងៃបើព្រឹទ្ធសភាបានឲ្យយោបល់យល់ព្រមឬពុំបានឲ្យយោបល់សោះក្នុងរយៈពេលដែលមានកំណត់ទុកហើយនោះទេច្បាប់ដែលរដ្ឋសភាបានអនុម័តយល់ព្រមហើយនោះនឹងត្រូវបានយកទៅប្រកាសឲ្យប្រើបើព្រឹទ្ធសភាសុំឲ្យកែសម្រួលសេចក្តីព្រាងច្បាប់ឬសេចក្តីស្នើច្បាប់នោះរដ្ឋសភាត្រូវយកមកពិចារណាភ្លាមជាលើកទី2រដ្ឋសភាត្រូវពិនិត្យនិងសម្រេចកែត្រង់បទបញ្ញត្តិឬចំណុចណាដែលព្រឹទ្ធសភាសុំឲ្យកែសម្រួលដោយបដិសេធចោលទាំងមូលឬទុកជាបានការខ្លះការបង្វិលទៅបង្វិលមករវាងព្រឹទ្ធសភានិងរដ្ឋសភាត្រូវធ្វើតែក្នុងរយៈពេល1ខែរយៈពេលនេះត្រូវបន្ថយមកត្រឹម10ថ្ងៃបើត្រូវពិនិត្យសម្រេចពីថវិកាជាតិនិងហិរញ្ញវត្ថុហើយមកត្រឹមតែ2ថ្ងៃបើជាការប្រញាប់បើរដ្ឋសភាទុកឲ្យហួសរយៈពេលកំណត់ឬពន្យាពេលដែលកំណត់ទុកសម្រាប់ពិនិត្យនោះរយៈពេលជាគោលការណ៍សម្រាប់រដ្ឋសភានិងព្រឹទ្ធសភាត្រូវបន្ថែមឲ្យស្មើគ្នាដែរបើព្រឹទ្ធសភាបដិសេធសេចក្តីព្រាងច្បាប់ឬសេចក្តីស្នើច្បាប់នោះជាអាសាបង់រដ្ឋសភាមិនអាចនឹងយកមកពិចារណាជាលើកទី2បានមុនរយៈពេល1ខែទេរយៈពេលនេះត្រូវបន្ថយមកត្រឹម15ថ្ងៃបើពិនិត្យ
ពីថវិកាជាតិនិងហិរញ្ញវត្ថុហើយមកត្រឹមតែ4ថ្ងៃបើជាការប្រញាប់ក្នុងការពិនិត្យសេចក្តីព្រាងច្បាប់ឬសេចក្តីស្នើច្បាប់ជាលើកទី2នេះរដ្ឋសភាត្រូវអនុម័តដោយវិធីបោះឆ្នោតចំហនិងយកតាមមតិភាគច្រើនដាច់ខាតសេចក្តីព្រាងច្បាប់ឬសេចក្តីស្នើច្បាប់ណាដែលបានសម្រេចដោយខាងលើនេះហើយនោះនឹងត្រូវបានយកទៅប្រកាសឲ្យប្រើមាត្រា114ថ្មីមួយព្រឹទ្ធសភាបង្កើតគណៈកម្មការផ្សេងៗដែលចាំបាច់ការរៀបចំនិងការប្រព្រឹត្តទៅនៃព្រឹទ្ធសភានឹងកំណត់ក្នុងបទបញ្ជាផ្ទៃក្នុងរបស់ព្រឹទ្ធសភាបទបញ្ជាផ្ទៃក្នុងនេះត្រូវអនុម័តយល់ព្រមដោយសម្លេងភាគច្រើនដាច់ខាតនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូលមាត្រា115ថ្មីក្នុងករណីមានសមាជិកព្រឹទ្ធសភាទទួលអនិច្ចកម្មលាលែងឬប្រឆាំងសមាជិកភាពដែលកើតមានឡើង6ខែយ៉ាងតិចមុនចប់នីតិកាលត្រូវចាត់តាំងឬជ្រើសតាំងចំនួនសមាជិកនោះតាមលក្ខខណ្ឌកំណត់ក្នុងបទបញ្ជាផ្ទៃក្នុងនៃព្រឹទ្ធសភានិងក្នុងច្បាប់ស្តីពីការចាត់តាំងនិងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា